អត់និយាយលេងទេអាវ៉ាន់មួយថ្ងៃបើអត់មានថងការពារទេដឹងតែបែកខ្ទេចមកហើយស្តុកថយបានចូលបដាបដាហើយបងអាចកំង order ទី1គឺបងក៏យក10អំអិលហើយ order ទី2នេះគឺគាត់យកជាមួយនឹងខ្លួនរបស់ Rojado Sweet និយាយទៅក្លិនមួយនេះ recommend ជាងគេគឺទៅកម្មវិធីនឹងហ្មងគេថាភីខ្លាំងមែនតើហើយ order ទី3គឺ Dior Sauvage Elixir សម្រាប់បងដែលចង់បានក្លិនបែបខាងដិតមួយនេះគេថាត្រូវមែនតើខាងដិតបែបឈើគេថាឈ្ងុយមែនតើ order ទី4គឺបងក៏យកជាមួយនឹងខ្លួនរបស់ Tom Ford Woodwood ហើយយើងក៏បានថែម tester គាត់ផងដែរនិយាយទៅក្លិនមួយនេះរើអ្នកប្រើតិចតែបើប្រើត្រូវហើយដឹងតែជាប់ចិត្តតែម្ដង order ទី5គឺបងក៏យកជាមួយនឹងខ្លួនរបស់ JPG Lamel Elixir សម្រាប់អ្នកចូលចិត្តក្លិនបែបរៀងផ្អែមដិត sexy តាក់ទាញមួយនេះគេថាត្រូវមែនតើ order ទី6គឺបងក៏យកជាមួយនឹងខ្លួនរបស់ Burberry Her Petal Limited យេមែនតើក្លិនមួយនេះគេថាបងផុសប្រើច្រើនជាងបងស្រីៗទៀត order ទី7គឺបងក៏យកជាមួយនឹងខ្លួនរបស់ YSL EDP ហើយ order ទី8ក៏ YSL ដូចគ្នា order ទី9ចុងក្រោយហ្នឹងក៏ YSL YDP ដូចគ្នាតែម្ដងនិយាយទៅបន្ទាប់ពី imagination ក្លិនមួយនេះគេថាខាងយើងលក់ដាច់យកតែមែនតើម្ដងបងពីច្រើនប្រើទៅចិត្តហើយចូលមកដល់ order ទី10គឺបងក៏យកជាមួយនឹងខ្លួនរបស់ GO Profumo ហើយនឹង YSL YDP ទៀតហើយ order ទី11អញ្ចឹងគឺថាអរគុណទៅដល់បងខ្លាំងមែនតើដែលបាន support ហើយ stock ថ្មីក៏បានចូលក្លិនថ្មីក៏មានដូចគ្នាអញ្ចឹងបើបងចង់បានក្លិនមួយនេះអាច comment ខាងក្រោមវីដេអូនេះបាន